山田ちゃんが喧嘩して死んだの。喧嘩して。ママが死んだ。ママが死んじゃった。នៅថ្ងៃទី13វិច្ឆិកាឆ្នាំ1999មានករណីឃាតកម្មមួយបានកើតឡើងចំពោះស្ត្រីម្នាក់ដែលមានអាយុ32ឆ្នាំប៉ុន្តែរឿងក្តីនោះនៅតែមិនអាចដោះស្រាយបាននោះទេដោយមិនទាន់ស្វែងរកឃាតករឃើញ26ឆ្នាំបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី30តុលាឆ្នាំ2025ថ្មីនេះប៉ូលីសក៏បានចាប់ខ្លួនស្ត្រីម្នាក់អាយុ69ឆ្នាំពីបទសម្លាប់ស្ត្រីខាងលើអ្វីដែលគួរភ្ញាក់ផ្អើលស្ត្រីនោះគឺជាមិត្តរួមជំនាន់របស់ប្តីស្ត្រីរងគ្រោះកាលពីនៅរៀនវិទ្យាល័យតើគាត់មានគំនុំអ្វីជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះតោះយើងមកដឹងជាមួយគ្នាអំពីរឿងរ៉ាវនៅពីក្រោយករណីឃាតកម្មនេះនៅថ្ងៃទី13វិច្ឆិកាឆ្នាំ1999ស្ថិតក្នុងស្រុក Nagoya ខេត្ត Aichi នៃប្រទេសជប៉ុនមានករណីឃាតកម្មមួយបានកើតឡើងនៅជាន់ទី2នៃអាផាតមិនមួយកន្លែងជនរងគ្រោះមានឈ្មោះថា Takaba Namiko មានអាយុ32ឆ្នាំដោយគាត់នៅផ្ទះមើលកូនតែម្នាក់ឯងហើយប្តីរបស់គាត់បានចេញទៅធ្វើការនៅខាងក្រៅកំឡុងពេលកំពុងធ្វើម្ហូបក៏មានឮសំឡេងចុចកណ្ដឹងផ្ទះអ្នកស្រី Namiko ក៏បានទៅបើកទ្វារភ្លាមនោះឃាតករបានដកកាំបិតប្រវែង24សង់ទីម៉ែត្រដេញចាក់អ្នកស្រី Namiko តែម្ដងដោយមិនអាចតបតបានអ្នកស្រី Namiko ក៏ត្រូវបានឃាតករចាក់ចំកជាច្រើនកាំបិតបណ្ដាលឲ្យគាត់ដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណ៌អធមជាទីបំផុតនៅចំពោះមុខកូនប្រុសរបស់គាត់ដែលទើបតែមានអាយុ2ឆ្នាំតែប៉ុណ្ណោះកំពុងអង្គុយលេងនៅក្នុងបន្ទប់ដែលនៅក្បែរនោះហើយឃាតករក៏បានរត់គេចខ្លួនបាត់ដោយបានបន្សល់ទុកនៅស្នាមជើងនិងឈាមនៅនឹងកន្លែងកើតហេតុបន្ទាប់ពីចប់ការងារលោកសាតូរុដែលជាប្តីស្ត្រីរងគ្រោះក៏បានត្រឡប់មកផ្ទះវិញនៅពេលដែលគាត់បើកទ្វារផ្ទះអ្វីដែលគាត់បានឃើញគឺមិនមែនស្នាមញញឹមរបស់ប្រពន្ធគាត់ដូចរាល់ដងនោះទេតែវាជាសាកសពរបស់ប្រពន្ធគាត់ដែលបានដេកស្លាប់នៅក្នុងថ្លុកឈាមនៅចំពោះមុខរបស់គាត់ជាមួយនឹងសម្រែកយំកូនរបស់គាត់ដែលនៅក្បែរនោះទៅវិញវាគឺជារឿងដ៏សោកសៅបំផុតលោកសាតូរុបានស្ទុះទៅលើកូនប្រុសរបស់គាត់មកអោបហើយបានទេទៅប្តឹងប៉ូលីសអំពីហេតុការណ៍ដែលបានកើតឡើងមិនយូរប៉ុន្មានប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុនិងបានធ្វើកសោវិច័យទៅលើសាកសពក៏ដូចជាកន្លែងកើតហេតុតាមរយៈការធ្វើតេស្ត DNA ដែលបានពីស្នាមឈាមនិងដានជើងរបស់ឃាតករប៉ូលីសបានរកឃើញថាឃាតករគឺជាមនុស្សស្រីដែលមានឈាមប្រភេទ B និងមានអាយុប្រហែល40ឆ្នាំបើទោះបីជាមានតម្រុយខ្លះៗអំពីឃាតករក៏ដោយប៉ូលីសក៏នៅតែមិនអាចចាប់ខ្លួនឃាតករបាននោះទេក្រោយមកប៉ូលីសបានប្រកាសតាមចាប់ខ្លួនឃាតករជាសាធារណៈដោយភ្ជាប់ជាមួយនឹងរូបភាពដែលគូរដោយដៃអំពីភិនភាគរបស់ឃាតករនិងមានជាប្រាក់រង្វាន់ដល់អ្នកដែលផ្ដល់ដំណឹងអំពីឃាតករចំនួន3លានយេនថែមទៀតផងយ៉ាងណាក៏ដោយក៏នៅតែមិនមានតម្រុយណាមួយអំពីឃាតករនោះទេដោយសារតែនៅតូចពេកកូនប្រុសរបស់អ្នកស្រី Namiko មិនបានចាំអ្វីទាល់តែសោះអំពីហេតុការណ៍នោះគាត់គ្រាន់តែដឹងថាម៉ាក់របស់គាត់បានឆ្លោះគ្នាជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀតហើយក៏បានស្លាប់ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃនៅតែមិនអាចចាប់ខ្លួនឃាតករដើម្បីផ្ដន់ទាទោសបានលោកសាតូរុដែលត្រូវបានឃាតករចិត្តអប្រិយឆក់យកប្រពន្ធជាទីស្រឡាញ់របស់គាត់ចេញពីទ្រូងនិងបានបំផ្លាញគ្រួសារដ៏មានសុភមង្គលរបស់គាត់បានធ្វើការបណ្ដាលនិងចិញ្ចឹមកូនប្រុសតែម្នាក់ឯងបណ្ដាលហើយគាត់ជឿជាក់ថាថ្ងៃណាមួយឃាតករនឹងត្រូវបានចាប់ខ្លួនជាក់ជាមិនខានដូច្នេះហើយគាត់នៅតែបន្តជួលផ្ទះដែលជាកន្លែងកើតហេតុនោះបើទោះបីជាគាត់បានរើផ្ទះទៅនៅកន្លែងផ្សេងក៏ដោយលោកសាតូរុបានថែរក្សាអ្វីគ្រប់យ៉ាងដូចទៅនឹងថ្ងៃកើតហេតុអញ្ចឹងរយៈពេល26ឆ្នាំដោយគាត់មានបំណងដើម្បីទុកនៅពេលដែលចាប់ខ្លួនឃាតករបានឲ្យឃាតករទៅធ្វើត្រាប់អំពីសកម្មភាពនៅពេលកើតហេតុសរុបថ្លៃជួលផ្ទះរយៈពេល26ឆ្នាំនោះលោកសាតូរុបានចំណាយលុយរហូតដល់22លានយេនឯណោះមិនត្រឹមតែប៉ុណ្ណោះនៅពេលទំនេរពីការងារលោកសាតូរុតែងតែទៅចែកខិត្តប័ណ្ណនៅតាមទីសាធារណៈដូចជាតាមស្ថានីយ៍រថភ្លើងតាមផ្លូវនិងនៅតាមផ្សារទំនើបជាដើមដោយឃើញការព្យាយាមរបស់លោកសាតូរុបែបនេះប៉ូលីសក៏បានចូលរួមសហការដោយបានចាត់កម្លាំង 13,000 នាក់ដើម្បីស្វែងរកព័ត៌មានអំពីឃាតកររយៈពេល26ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សនៅតែមិនអាចចាប់ខ្លួនឃាតករបានទៀតប៉ុន្តែលោកសាតូរុក៏មិនបានអស់សង្ឃឹមនោះដែរគាត់នៅតែបន្តសកម្មភាពរបស់គាត់
ដើម្បីធ្វើឲ្យឃាតករមានអារម្មណ៍ថាភ័យខ្លាចដោយគិតថាខ្លួនអាចនឹងត្រូវចាប់ខ្លួននៅថ្ងៃណាមួយក៏មិនដឹងនៅថ្ងៃទី30វិច្ឆិកាឆ្នាំ2025ស្ត្រីម្នាក់មានឈ្មោះថា Yasufuku Kumiko មានអាយុ69ឆ្នាំបានទៅកាន់ប៉ូប៉ូលីសហើយបានសារភាពថាខ្លួនជាឃាតករដែលបានសម្លាប់អ្នកស្រី Namiko កាលពី26ឆ្នាំមុនប៉ូលីសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែរឿងក្តីនេះបានស្ងាត់ទៅជាច្រើនឆ្នាំមកហើយនិងជិតដល់ថ្ងៃបិទបញ្ចប់ទៅទៀតហេតុអ្វីបានជាអ្នកស្រី Kumiko ចេញមកសារភាពបែបនេះទៅវិញក្រោយមកប៉ូលីសបានធ្វើតែឈាមនិងសួរចម្លើយទៅកាន់អ្នកស្រី Kumiko លទ្ធផលគឺដូចទៅនឹងរបាយការណ៍ដែលក្រុមប៉ូលីសបានសរសេររៀបរាប់អំពីស្ថានភាពនៅថ្ងៃកើតហេតុបេះបិទប៉ូលីសបានចាប់ខ្លួនអ្នកស្រី Kumiko ពីបទសម្លាប់មនុស្សនៅថ្ងៃនោះតែម្ដងរឿងរ៉ាវនៃការចាប់ខ្លួនឃាតករនោះបានធ្វើឲ្យករណីឃាតកម្មនោះផ្ទុះសារជាថ្មីម្ដងទៀត26ឆ្នាំក្រោយហេតុការណ៍នោះបានកើតឡើងពលគឺនៅក្នុងឆ្នាំ2025នេះក្រោយដឹងថាឃាតករជាមិត្តរួមជំនាន់លោក Satoru ស្ទើរមិនចង់ជឿនោះទេព្រោះគាត់និងអ្នកស្រី Kumiko មិនមែនជាមិត្តភក្តិស្និទ្ធស្នាលអ្វីនោះទេគ្រាន់តែបានចូលរួមនៅក្នុងក្រុមកីឡាវាយកូនបាល់ជាមួយគ្នាតែប៉ុណ្ណោះហើយមិនសូវបាននិយាយគ្នាទៀតគាត់បានបន្តថាអ្នកស្រី Kumiko ធ្លាប់បានសារភាពស្នេហ៍ទៅកាន់គាត់ផងដែរហើយក៏ធ្លាប់ឲ្យសូកូឡាទៅគាត់កំឡុងពេលបុណ្យសង្សារទៀតផងប៉ុន្តែលោក Satoru បានបដិសេធមិនទទួលយកការស្រឡាញ់ពីអ្នកស្រី Kumiko នោះទេដោយគាត់គិតថាគាត់មិនសូវស្គាល់អ្នកស្រី Kumiko ឡើយចាប់តាំងពីពួកគាត់បានបញ្ចប់ការសិក្សាមកគឺបានជួបគ្នាតែម្ដងគត់នៅក្នុងកម្មវិធីជួបជុំមិត្តវិទ្យាល័យហើយនឹងបាននិយាយគ្នាតែប៉ុន្មានម៉ាត់ប៉ុណ្ណោះសូម្បីតែលេខទូរស័ព្ទនិងអាសយដ្ឋានក៏មិនស្គាល់នោះដែរតើហេតុអ្វីបានជាអ្នកស្រី Kumiko ធ្វើរឿងបែបនេះចំពោះក្រុមគ្រួសាររបស់គាត់ទៅវិញមុនពេលចាប់ខ្លួនប៉ូលីសក៏ធ្លាប់បានស្នើសុំឲ្យអ្នកស្រី Kumiko ចូលរួមសហការក្នុងការពិនិត្យ DNA ប៉ុន្តែត្រូវបានអ្នកស្រី Kumiko បដិសេធមិនចូលរួមសហការជាមួយក្រោយពេលចាប់ខ្លួនអ្នកស្រី Kumiko ប៉ូលីសបានចុះទៅស្វែងរកភស្តុតាងដល់ទីតាំងផ្ទះរបស់អ្នកស្រី Kumiko តែដោយសារតែរយៈពេល26ឆ្នាំបានកន្លងផុតទៅហើយក្រុមប៉ូលីសមិនបានរកឃើញអ្វីនោះទេតាមចម្លើយសារភាពរបស់អ្នកស្រី Kumiko គាត់បាននិយាយថាគាត់បានសម្លាប់អ្នកស្រី Namiko ដោយមិនមានគម្រោងទុកជាមុននោះទេហើយគាត់ពិតជាសុំទោសអស់ពីចិត្តចំពោះអ្នកស្រី Namiko និងក្រុមគ្រួសាររបស់ជនរងគ្រោះដំបូងឡើយដោយសារតែគាត់មិនចង់ឲ្យក្រុមគ្រួសាររបស់គាត់ពិបាកដូច្នេះហើយអ្នកស្រី Kumiko មិនចង់ឲ្យប៉ូលីសចាប់ខ្លួនគាត់នោះទេហើយគាត់បានគេចខ្លួនអស់រយៈពេល26ឆ្នាំរយៈពេលដែលគាត់បានគេចខ្លួននោះអ្នកស្រី Kumiko តែងតែមានការភ័យខ្លាចនិងមិនហ៊ានសូម្បីតែមើលព័ត៌មានអំពីការតាមចាប់ខ្លួនគាត់យ៉ាងណាអ្វីៗបានកើតឡើងហើយដូច្នេះហើយបើទោះបីជាគាត់ដឹងកំហុសនៅពេលនេះនឹងមានការស្ដាយក្រោយប៉ុណ្ណាក៏ដោយក៏មិនអាចធ្វើឲ្យរឿងគ្រប់យ៉ាងត្រឡប់មកដូចដើមនោះដែរចំពោះលោក Satoru វិញគាត់បានសម្រេចបំណងរបស់គាត់ក្នុងការតាមចាប់ខ្លួនឃាតករហើយគាត់ក៏បានធ្វើឲ្យឃាតករមិនអាចរស់នៅបានសុខនោះដែរដោយត្រូវដេកភ័យជារៀងរាល់ថ្ងៃបច្ចុប្បន្នអ្នកស្រី Kumiko ត្រូវបានឃុំខ្លួនរងចាំការកាត់ក្តីដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដនៅពីក្រោយការសម្លាប់អ្នកស្រី Namiko និងឈានដល់ការសម្រេចផ្តន្ទាទោសឲ្យសមទៅនឹងស្ថានភាពទោសរបស់គាត់ជាពិសេសត្រូវប្រកាសថាក្រុមគ្រួសាររបស់ជនរងគ្រោះទទួលបានយុត្តិធម៌មកវិញទាំងនេះគឺជារឿងក្តីឃាតកម្មដែលបានកើតឡើងនៅក្នុងឆ្នាំ1999ប៉ុន្តែទើបតែអាចចាប់ឃាតករបាននៅក្នុងឆ្នាំ2025នេះប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវទាក់ទងទៅនឹងប្រទេសជប៉ុនមិនថាតែរឿងក្តីឃាតកម្មឬក៏ព្រឹត្តិការណ៍ផ្សេងៗនោះទេសូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីវីដេអូយើងចប់ត្រឹមនេះជួបគ្នាវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី